ចាសូមគោរពជំរាបសួរស្វាគមន៍សម្រាប់អ្នកដែលកំពុងតាមមើលវីដេអូនេះណាជាពិសេសមនុស្សដែលកើតឆ្នាំកលវ័យ43ឆ្នាំក្នុងឆ្នាំ2026មើលចាតែគាត់នឹងជួបរឿងអីល្អៗរឿងអ្វីដែលគាត់ធ្វើទៅជាខ្ញុំមើលពីគោ2026ពាក់ព័ន្ធនឹងអីចាពាក់ព័ន្ធជាមួយនឹងមនុស្សប្រុសណាចាឃើញថាមានមនុស្សប្រុសចូលមកពាក់ព័ន្ធក្នុងជីវិតយើងចាច្រើនមែនតើណាចាអូខេនៅក្នុងខែ1ចាពាក់ព័ន្ធជាមួយនឹងលុយកាក់ណាឃើញថាមានការពឹងពាក់មានការយកអាសាមានការជួយលុយកាក់ពីបុគ្គលណាម្នាក់ណាចានៅក្នុងខែ2ពាក់ព័ន្ធជាមួយនឹងមនុស្សវ័យក្មេងឃើញថាមានមនុស្សវ័យក្មេងចូលមកពាក់ព័ន្ធជាមួយនឹងយើងអាចថាកូនឬក៏ចៅអីចឹងទៅនៅក្នុងខែ3ចាពាក់ព័ន្ធក្នុងផ្លូវច្បាប់ឃើញថាឬក៏ឯកសារលិខិតស្នាមណាអាចនឹងមានការប្តឹងផ្តល់រឿងលុយកាក់ឬក៏ពាក់ព័ន្ធជាមួយនឹងការធ្វើឯកសារផ្ទេរផ្ទួអីផ្សេងចានៅក្នុងខែ4ពាក់ព័ន្ធជាមួយនឹងការងារឃើញថាការងារយើងជោគជ័យមានរឿងល្អចូលមកណាចាខែ5ពាក់ព័ន្ធជាមួយនឹងមនុស្សវ័យក្មេងចានៅក្នុងខែ6ណាពាក់ព័ន្ធជាមួយនឹងអីគេពាក់ព័ន្ធជាមួយនឹងការងារឃើញថាការងារយើងរវល់ច្រើនហត់មកនឿយចានៅក្នុងខែ7ចាពាក់ព័ន្ធជាមួយនឹងក្មេងទៀតហើយឃើញថាទទួលបានចៅណាចានៅក្នុងខែ8ចាពាក់ព័ន្ធជាមួយនឹងការធ្វើបន់ពាក់ព័ន្ធជាមួយនឹងការរៀនសូត្រអីចាមានការរៀនបន្ថែមចាឬក៏អាចនឹងមានឱកាសក្នុងការទៅបរៀននៅកន្លែងណាមួយអញ្ចឹងណាចានៅក្នុងខែ9ណាពាក់ព័ន្ធជាមួយនឹងការងារឃើញថាមានការងារថ្មីចូលមកក្នុងជីវិតយើងក្នុងខែ10ណាពាក់ព័ន្ធជាមួយនឹងការធ្វើបន់ធ្វើទានណាធ្វើបន់ធ្វើទានច្រើនយើងក៏ទទួលបានរឿងល្អៗចូលមកក្នុងជីវិតច្រើននៅក្នុងខែ11នៅក្នុងខែ11ណាពាក់ព័ន្ធជាមួយនឹងមនុស្សស្រីណាអាចនឹងមានរឿងល្អជាមួយមនុស្សស្រីឬក៏អាចនឹងមានចំណោះជាមួយមនុស្សស្រីសម្បុរសដែរចាក្នុងខែ12ចាពាក់ព័ន្ធជាមួយនឹងអីគេចាពាក់ព័ន្ធជាមួយនឹងការចង់បានឃើញថាមានគំនិតថ្មីចង់ធ្វើអ្វីដែលថ្មីប៉ុន្តែបានតែគិតទេធ្វើអត់ចេញតែម្ដងចាអញ្ចឹងយើងមើលនៅក្នុងឆ្នាំ2026ខែដែលខ្ញុំឲ្យប្រយ័ត្នហ្នឹងគឺតិចទេមានមិនមានអីច្រើននេះมันមានខែឲ្យត្រូវប្រយ័ត្នទេព្រោះសិតតែมันមានពាក់ព័ន្ធមួយបញ្ហាសុខភាពអីធ្ងន់ធ្ងរអីធ្វើដំណើរអីมันមានបញ្ហាចឹងឃើញថាល្អច្រើនចឹងអរគុណច្រើនសម្រាប់អ្នកដែលកាត់ឆ្នាំកលចាវ័យ40ជាងវ័យ43ឆ្នាំជូនពរសំណាងល្អជួបគ្នាវីដេអូក្រោយចាសូមគោរពជម្រាបលាបាយបាយ